ជម្រាបសួរចាសូមស្វាគមន៍ទាំងអស់គ្នាមកកាន់ Channel របស់នាងខ្ញុំថ្ងៃនេះយើងនិយាយអំពីរបៀបធ្វើសម្លប្រហើរត្រីអាំងណានេះជាសកម្មភាពរបស់នាងខ្ញុំដែលនាងខ្ញុំមកបេះស្លឹកបាសនៅក្បែរផ្ទះទាំងអស់គ្នាចាស្លឹកបាសដុះនៅលើដើមដូងនៅជាប់ផ្ទះតែម្ដងខ្ចីល្អណាស់ហ្នឹងហើយមែនតើទៅស្លតែស្លឹកបាសជុំវិញផ្ទះហ្នឹងយកលុយតាណាមអស់ទេលោកអើយបេះតែបន្លែជុំវិញផ្ទះហ្នឹងណាអញ្ចឹងដំបូងយើងដាក់បេះស្លឹកបាសសិនហើយបន្តមកទៀតចាគឺនាងខ្ញុំនឹងទៅបេះផ្លែល្ហុងក៏នៅក្បែរផ្ទះដូចគ្នាដែរអញ្ចឹងសម្លប្រហើរត្រីអាំងយើងហ្នឹងគឺនាងខ្ញុំស្លជាមួយនឹងល្ហុងខ្ចីជាមួយនឹងស្លឹកបាសនេះល្ហុងខ្ចីតែនាងខ្ញុំណាអញ្ចឹងយើងបេះមួយផ្លែមកចាហើយនេះគឺជាសកម្មភាពបេះស្លឹកបាសរបស់ខ្ញុំអត់មានអ្នកជួយបេះទេមានកូនដែរប៉ុន្តែអត់មានលវីលវល់មកជួយការងារម៉ាក់សំបីតែបន្តិចចាបន្ទាប់ពីយើងបេះយកអាខ្ចីអស់ហើយយើងបន្តតាណាទៀតចាអញ្ចឹងស្លឹកបាសគឺនេះខ្ញុំដាក់អញច្រើនដែរដោយសារតែយើងសបោអញ្ចឹងដាក់ឲ្យច្រើនទៅបន្លែបៃតងបន្លែពណ៌ខៀវរបស់យើងហ្នឹងគឺអត់មានជាតិគីមីទេដុះនៅជុំវិញផ្ទះហើយបន្តមកទៀតនេះគឺខាងចំហៀងផ្ទះរបស់ខ្ញុំមានដាំស្លឹកគ្រៃខ្លួនឯងអញ្ចឹងសម្លក់នេះសម្លក់ក៏បានសម្លប្រហើរក៏បានដែរដែលយើងស្លជាមួយត្រីអាំងហ្នឹងណានេះជីនាងវងដុះល្អណាស់អត់មានដាំទេណាដុះខ្លួនឯងចាហើយនេះស្លឹកគ្រៃអញ្ចឹងការដែលយើងស្លប្រហើរឬក៏សម្លក់នេះគឺយើងត្រូវការស្លឹកគ្រៃយកទៅហាន់ដើម្បីបុកចាបុកលាយជាមួយនឹងត្រីអាំងចាឥឡូវយើងកាត់សក្តិហើយយើងមកចាត់ល្ហុងរបស់យើងវិញអញ្ចឹងល្ហុងគឺមិនទាន់ធំទេប៉ុន្តែដោយសារអីអ្នកផ្ទះគាត់ចង់ញ៉ាំណាគាត់ចង់ញ៉ាំស្លហ្នឹងគាត់ថាឆ្ងាញ់ហើយការពិតទៅតាមស្រុកស្រែចំការយើងតែបន្លែជុំវិញផ្ទះត្រីអាំងតិចតួចហ្នឹងស្លប្រហើរស្លក់នេះហើយគឺរួចមកពេលហើយទាំងអស់គ្នាអត់ចាំបាច់ចំណាយពេលចំណាយលុយកាក់អីច្រើនទេស្លនេះគឺស្លតែមួយផ្លែឆ្អិនហើយហើយបើនិយាយពីចំណាយហ្នឹងអាចនិយាយដែរថាដោយសារតាផ្ទះរបស់ខ្ញុំហ្នឹងគឺអត់មានអ្នករកត្រីទេអញ្ចឹងត្រីនេះយើងទិញគេណាទិញយកមកអាំងចាចឹងល្ហុងនេះល្ហុងខ្ចីអត់ទាន់មានក្របទេណាចឹងយើងលាងអាគ្រាប់វាតូចដែលដុះមកសហ្នឹងលាងវាជ្រះហើយរបៀបនៃការចាត់ទាំងអស់គ្នាចង់ចាត់របៀបម៉េចក៏បានដែរអត់បញ្ហាទេចាសម្រាប់ខ្ញុំគឺចាត់របៀបលក្ខណៈថាដូចស្លកកូរចឹងណាយើងចាត់រៀងវែងបែបហ្នឹងចាអាស្រ័យទៅលើចំណង់ចំណូលចិត្តទេដូចខ្ញុំនិយាយអញ្ចឹងបងប្អូនយើងចង់ចាត់របៀបម៉េចក៏បានដែរអត់បញ្ហាទេណាចាចឹងយើងញាប់ដៃញាប់ជើងតិចដោយសារតែយើងគៀកម៉ោងបាយថ្ងៃត្រង់ដែរហើយនិយាយពីស្លប្រហើរនេះវិញណាបើបានញ៉ាំបាយថ្ងៃត្រង់ញ៉ាំបាយកកអីហ្នឹងនិយាយពីថាឆ្ងាញ់ថែមបាយអស់ទាំងឆ្នាំងតែម្ដងចាមិនក្រោម2ចានទេហើយសម្រាប់សម្លនេះអ្នកទាំងអស់គ្នាកុំភ្លេចយើងបង់ប្រហុកតែបើអ្នកខ្លះគាត់អត់ញ៉ាំប្រហុកទេគាត់បង់តែទឹកត្រីទៅគឺក៏បានដូចគ្នាដែរប៉ុន្តែដោយសារផ្ទះខ្ញុំនេះជាទូទៅឲ្យតែស្លរបៀបស្រុកស្រែយើងហ្នឹងគឺតែងតែដាក់ប្រហុកហើយតែគ្រាន់ថាមិនជាដាក់ច្រើនអីទេដាក់តែបន្តិចបន្តួចដើម្បីឲ្យមានក្លិនឈ្ងុយប្រហុកតែប៉ុណ្ណឹងចាបន្តមកទៀតយើងល្ហុងយើងរួចរាល់ហើយយើងមកលាងស្លឹកបាសយើងជាទូទៅស្លឹកបាសខែនេះវាតែងតែមានសម្ោចអញ្ចឹងខ្ញុំលាងវាជាទូទៅគឺមិនក្រោមជា2ដងទេណាចាដោយសារវាមានសម្ោចខែនេះគឺសម្ោចណាស់ខែគេហៅខែចែកណាចាប់ផ្ដើមមានភ្លៀងឈួលដីអញ្ចឹងទៅសម្ោចគឺមិនថានៅលើដើមស្លឹកបាសនៅលើអីទេគឺវានៅគ្រប់កន្លែងទាំងអស់ចាអញ្ចឹងយើងលាងវាឲ្យស្អាតមក
ចាយើងក៏ជ្រោកវាអញ្ចឹងមកណាឲ្យវាធ្លាក់សម្ោធ្លាក់កតិចកទីដីអីចេញអស់ចាចឹងទាំងអស់គ្នាយើងបន្តទៅធ្វើចំហៀនបន្តទៀតណាបន្ទាប់ពីយើងចិតល្ហុងលាងល្ហុងស្អាតហើយបន្ទាប់ពីបេះស្លឹកបាសលាងស្លឹកបាសស្អាតហើយចាចឹងយើងរៀបចំបន្លែហ្នឹងឲ្យវាមើលទៅវាស្រស់ទឹកឲ្យអស់ចាស្រស់ទឹកអស់រួចរាល់អូខេស្លឹកបាសនិងល្ហុងគឺរួចរាល់ហើយចឹងយើងមកដល់វគ្គហាន់ស្លឹកគ្រៃវិញម្ដងអញ្ចឹងការហាន់ស្លឹកគ្រៃហ្នឹងគឺយើងហាន់វាឲ្យម៉ត់ទៅងាយស្រួលយើងបុកទៅវាឆាប់ម៉ត់ណាចាហើយស្លឹកគ្រៃខ្ញុំដាក់តែប្រហែលជាខ្ញុំបែបប្រហែលជា4សន្លឹកអញ្ចឹងដល់ពេលដែលយើងហាន់វាឲ្យម៉ត់ទៅឃើញថាបរិមាណវាច្រើនគួរសមជាទូទៅស្លប្រហើរគេមិនសូវជាដាក់ស្លឹកគ្រៃច្រើនទេចាអញ្ចឹងខ្ញុំហាន់នេះគឺប្រហែលជា4ស្លឹកគ្រៃទេចាបន្ទាប់ពីហាន់រួចរាល់យើងបន្តទៅបកមើងខ្ទឹមអញ្ចឹងនេះខ្ញុំដាក់មើងខ្ទឹម3កំពឹសចាហើយបន្តមកទៀតគឺយើងបុកស្លឹកគ្រៃហ្នឹងហើយការដែលយើងបុកស្លឹកគ្រៃឲ្យឆាប់ម៉ត់គឺយើងកុំភ្លេចដាក់អំបិល1ចុងស្លាបព្រាបាយចាកុំភ្លេចឲ្យសោះធ្វើបែបនេះទី1គឺស្លឹកគ្រៃហ្នឹងវាអត់ខ្ទាតទេចានេះអំបិលម៉ត់នេះមកចុងស្លាបព្រាមកហើយយើងបុកលាយចូលគ្នាសិនទៅចាបន្ទាប់ពីយើងបុកវាឲ្យម៉ត់ហើយយើងមកដល់ចាដាក់មើងខ្ទឹម3កំពឹសនឹងចូលទៅហើយយើងបុកវាជាមួយនឹងស្លឹកគ្រៃនឹងឲ្យម៉ត់ដូចគ្នាចាហើយបន្ទាប់ពីវាចូលគ្នាល្អហើយយើងចាប់ដើមបេះត្រីអាំងហើយត្រីអាំងប៉ុណ្ណេះគឺត្រីឆ្លាំងនេះគឺ5ក្បាលហ្នឹងបើគិតទៅជាទឹកលុយគឺអស់តែ 5,000 រៀលទេហើយសម្រាប់ការបេះស្លនេះខ្ញុំស្លសន្លក់នេះខ្ញុំអត់ប្រើត្រីឆ្លាំងនេះច្រើនទេខ្ញុំស្លតែ2ក្បាលទេគឺបានមកពេលហើយអញ្ចឹងបើយើងគិតទៅយើងអស់ទៅថ្លៃត្រីទាំងអស់គ្នាត្រីយើងទិញគេហ្នឹងថា 2,000 ចុះតែប៉ុណ្ណឹងគឺជាតិហើយសម្រាប់ត្រីឆ្លាំងនេះគឺត្រីស្រែយើងប៉ុន្តែគ្រាន់ថាវាមានទទួលប៉ុណ្ណឹងឯងគេរកបានគេបង់សំណាញ់បានណាចាយើងបៃយុទ្ធសាច់មកហើយយើងបុកទៅហើយពាក់ព័ន្ធជាមួយនឹងបងប្អូនយើងមួយចំនួនគាត់អត់បុកជាមួយនឹងស្បែកត្រីទេអញ្ចឹងអានេះគឺអាស្រ័យទៅលើចំណង់ចំណូលចិត្តបងប្អូនយើងទាំងអស់គ្នាណាសម្រាប់ផ្ទះខ្ញុំគឺញ៉ាំទាំងអស់មិនថាស្បែកត្រីមិនថាសាច់ត្រីទេគឺយកមកបុកលាយជាមួយនឹងស្លឹកគ្រៃហើយនឹងមើមខ្ទឹមនឹងទាំងអស់តែម្ដងចាអញ្ចឹងយើងបុកក្លុកវាចូលគ្នាឲ្យចូលជាតិអញ្ចឹងមកចាបន្តមកទៀតយើងមកដាក់ដាំទឹកចាដាំទឹកយើងដាំល្មមយើងដាំមកល្មមចាដែលយើងគិតថាវាសមជាមួយនឹងគ្រឿងក្រៅរបស់យើងហើយនឹងបន្លែរបស់យើងចាអូខេអញ្ចឹងខ្ញុំទឹកពុះហើយខ្ញុំចាប់ដើមដាក់ល្ហុងមុនដើម្បីឲ្យល្ហុងវាឆាប់ផុយចាយើងអត់ដាក់តំណល់គ្នាទេដោយសារតែល្ហុងវាមិនឆាប់ផុយដូចស្លឹកបាសទេចាហើយយើងដាក់ល្ហុងឲ្យអស់ទៅបន្ទាប់មកយើងបិទគម្របក្របទុកមួយពុះចាក្របទុកមួយពុះសិនចាអូខេចឹងឥឡូវនេះពុះហើយល្ហុងរបស់យើងពុះហើយណាចាអូខេនេះប្រហុកដែលនាងខ្ញុំថាដាក់ដើម្បីយកក្លិនគឺដាក់តែ1ចង្វាទេណាត្រីចង្វាយើងហ្នឹងណាគឺនេះខ្ញុំហ្នឹងគឺអត់សូវញ៉ាំប្រហុកទេហើយដាក់នេះគឺដាក់ដើម្បីវាមានក្លិនឈ្ងុយប្រហុកណាចាតាមចំណង់ចំណូលចិត្តចាបើបងប្អូនយើងគាត់ញ៉ាំប្រហុកច្រើនគាត់អាចដាក់លើសនាងខ្ញុំទៅលើសពីអាចដាក់ថា2ចង្វាអីអញ្ចឹងទៅណាចាបន្តមកទៀតយើងដាក់ស្លឹកបាសយើងចូល
យើងកូរវាឲ្យសព្វទៅឲ្យវាចូលគ្នារវាងល្ហុងហើយនិងស្លឹកបាសហ្នឹងឲ្យវាមើលទៅវាមានន័យថាវាសមមាត្រគ្នាស្មើគ្នាមើលទៅបន្ទាប់មកយើងគ្រាប់វាទុកមួយពុះដូចគ្នាក្រោយពីពុះយើងចាប់ដើមដាក់គ្រឿងដែលយើងបានបុកបញ្ចូលគ្នាហ្នឹងទៅចាបន្តមកទៀតយើងមកបន្ថែមជាមួយនឹងទឹកត្រីអញ្ចឹងដោយសារតែនៅពេលដែលខ្ញុំបុកស្លឹកគ្រៃខ្ញុំបានបន្ថែមអំបិលមួយចុងស្លាបព្រារួចហើយអញ្ចឹងខ្ញុំដាក់ទឹកត្រីតែមួយវែកទេវែកហ្នឹងគឺវែកមិនធំទេវែកតូចល្មមប៊ីចេងមួយចុងស្លាបព្រាជាមួយនឹងស្ករត្នោតស្កររបស់យើងទាំងអស់គ្នាគឺស្ករស្រែរបស់យើងនឹងតែម្ដងមិនមែនជាស្ករសកូលីអី